ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីខ្ញុំនឹងជម្រាបជូនព័ត៌មានមួយទាក់ទងទៅនឹងប្រទេសថៃដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់នេះហើយគឺជាកម្មពៀថៃដែលឈ្លានពានមកប្រទេសកម្ពុជារបស់យើងហើយយើងឃើញថាទឹកជំនន់គឺមានបរិមាណខ្លាំងមែនទែនដែលហូរចូលមកផ្ទះប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋរស់នៅមិនបានហើយត្រូវអាជ្ញាធរបាទសម្រាប់ចិត្តជំលះជាបរដ្ឋទៅរកទីទួលសុវត្ថិភាពនេះគឺជាកម្មពៀពិតមែនឬយ៉ាងណាបងប្អូនបន្ទាប់ពីទាហានថៃបានបើកការវាយប្រហារមកលើប្រជាពលរដ្ឋខ្មែរដែលបណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួស3នាក់បន្ទាប់មកយើងឃើញថាទឹកជំនន់កាន់តែកើនឡើងខ្លាំងហើយយើងឃើញថាលិចខ្ទេចអស់ហើយបាទគឺលិចគ្មានសល់ទេទីក្រុងបាងកកក៏លិចដែរអញ្ចឹងហើយវាជាកម្មពៀមួយដែលធ្វើឲ្យប្រទេសថៃដែលចង់ឈ្លានពានមកកម្ពុជាតែងតែបង្កហេតុមកលើប្រទេសកម្ពុជារបស់យើងបាទជាញយដងបាទឥឡូវនេះគឺមិនស្ងាត់ទេនៅតែបន្តទៀតអញ្ចឹងបងប្អូនយើងតែងតែតាមដាននៅព័ត៌មានទាក់ទងទៅនឹងហើយសូមជម្រាបថាថៃគឺមិនខ្លាចទេសូម្បីតែអាមេរិកក៏មិនខ្លាចដែរគេថាបើសិនជាអាមេរិកមិនរកស៊ីជាមួយនឹងថៃគេនឹងរកអ្នកផ្សេងដើម្បីរកស៊ីជាមួយអញ្ចឹងគេមិនគិតទៅលើការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពមួយកម្ពុជានោះទេបាទគឺมันអាចចងគេបានទេទាក់ទងទៅនឹងកិច្ចព្រមព្រៀងមួយនេះអញ្ចឹងទាក់ទងនឹងត្រាំក៏ដូចគ្នាគេមិនខ្លាចទេគឺគេនៅតែក៏ក្លឿនបាទនេះបើតាមសម្ដីលោកអានូទីនគឺបាននិយាយយ៉ាងដូចនេះថាគឺมันខ្វល់ពីអាមេរិកទេទាក់ទងទៅនឹងកិច្ចព្រមព្រៀងមួយនេះបាទបើសិនជាអាមេរិកមិនរកស៊ីជាមួយឬក៏តម្លើងពន្ធមកប្រទេសថៃអញ្ចឹងគេសុខចិត្តបោះបង់អាមេរិកចោលដើម្បីរកស៊ីជាមួយអ្នកផ្សេងបាទព្រឹត្តិការណ៍ដែលកើតឡើងពីម្សិលមិញដែលបាទបានបាញ់ប្រហារមកលើពលរដ្ឋខ្មែរដែលរស់នៅបាទនៅភូមិព្រៃច័ន្ទដែលគាត់ជ្រកនៅក្រោមតង់កស៊ូគឺទាហានថៃចិត្តអមនុស្សធម៌សាហាវឃោឃៅណាស់ក្រោយមកនេះដែលបានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរយើងម្នាក់មេតបភូមិភាគ1ហ្នឹងណាបាទគឺគេបានបញ្ជាឲ្យបាទត្រៀមលក្ខណៈពេញលេញអញ្ចឹងគេមិនខ្វល់ពីអន្តរជាតិណាទេគេសំខាន់គេចង់ធ្វើសង្គ្រាមតែម្ដងអញ្ចឹងមេភូមិភាគ1ហ្នឹងគឺគេចង់និយាយថាគេបានចុះពិនិត្យមើលកងទ័ពនៅខេត្តស្រះកែវដោយបានបញ្ជាឲ្យត្រៀមលក្ខណៈពេញលេញដើម្បីការពារព្រំដែនរបស់ប្រទេសថៃនិងបន្តរក្សាបិទច្រកព្រំដែនជាមួយនឹងកម្ពុជាហើយទាក់ទងនឹងបញ្ហានេះគឺយើងឃើញថាមេបាទបញ្ជាការរបស់ភូមិភាគ1ថៃឲ្យយោធាត្រៀមលក្ខណៈប្រយុទ្ធកើនឡើងភ្លាមក្រោយពីកងទ័ពខ្លួនបានបើកការវាយប្រហារបាទស្រោចទាំងកំរោលលើបាទជនស៊ីវិលស្លូតត្រង់របស់កម្ពុជារបស់យើងទាហានថៃបានបាទសម្លាប់ជនស៊ីវិលខ្មែរម្នាក់និងរងរបួស3នាក់មេភូមិភាគ1គេបានធ្វើដំណើរទស្សនកិច្ចបាទព្រំដែនបាទកម្ពុជាថៃក្នុងខេត្តស្រះកែវហើយបានណែនាំបាទកងទ័ពឲ្យត្រៀមលក្ខណៈពេញលេញលើពីនេះមេភូមិភាគ1ហ្នឹងគេបានទៅសម្ដែងសម្ដាជាមួយនឹងមន្ត្រីកងកម្លាំងថៃប្រចាំទិសបូព៌ានិងបានដឹកនាំបាទប្រជុំដែលមានការចូលរួមពីមេជាការអង្គភាពតំណាងមកពីស្ថាប័នពាក់ព័ន្ធផ្សេងបន្ទាប់ពីកិច្ចប្រជុំហើយមេភូមិភាគ1ហ្នឹងគេបានណែនាំទាហានគេហ្នឹងឲ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងភ្នាក់ងារផ្សេងទៀតដើម្បីធានានៅការបិទច្រកព្រំដែននឹងតែម្ដងទាក់ទងនឹងមេភូមិភាគ1នេះដែរគឺគេបានជួបអ្នកស្រុកតាមព្រំដែនហើយគេបាននិយាយស្រែកប្រាប់អ្នកភូមិក្តែងថាកងទ័ពរបស់យើងនៅបដិញ្ញាចិត្តយ៉ាងពេញលេញក្នុងការការពារព្រំដែននិងធានាសុវត្ថិភាពដល់អ្នកភូមិហើយទាក់ទងបាទជាឲ្យយោធាត្រៀមលក្ខណៈនោះគឺកាលឡើងក្រោយពីទាហានថៃនឹងបានបាញ់សម្លាប់ជនស៊ីវិលខ្មែរយើងនឹងហើយតើភាគីថៃនេះកំពុងព្យាយាមបញ្ឆេះកំហឹងព្រំដែនឬយ៉ាងណាឬក៏ភាគីថៃនេះមានមហិច្ឆតាឈ្លានពានកម្ពុជាមិនខ្វល់ពីភ្នែកអន្តរជាតិខណៈដែលយោធាថៃនេះគឺហ៊ានលើកដៃកេះកំភ្លើងបាញ់សម្លាប់ជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបែបនេះស្របពេលដែលនាយករដ្ឋមន្ត្រីថៃលោកអានូទីនគម្រាមឈប់រកស៊ីជាមួយនឹងសហរដ្ឋអាមេរិកប្រសិនបើលោកត្រាំដំឡើងពន្ធដើម្បីដាក់សម្ពាធក្រោយពីទីក្រុងបាងកកប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាដែលមានប្រមុខសេដ្ឋវិមាននិងប្រធានអាស៊ានប្រចាំឆ្នាំ2025បានធ្វើជាសាក្សីនោះ
ស្រាប់តែសារព័ត៌មានដ៏ល្បីឈ្មោះអាមេរិក Newsweek បានចេញផ្សាយអត្ថបទមួយដោយដាក់ចំណងជើងធំៗថាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិកកំពុងតែសាកល្បងអំណាចរបស់ត្រាំនៅក្នុងខ្លឹមសារអត្ថបទដែលផ្សាយកាលពីថ្ងៃពុធទី12ខែវិច្ឆិកាឆ្នាំ2025អ្នកសារព័ត៌មានបានសរសេរថានាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាន់វរៈគុលបានប្រកាសកាលពីថ្ងៃពុធថាប្រទេសថៃនឹងកំណត់មាគ៌ាដោយខ្លួនឯងបន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាដែលមានការគ្រប់គ្រងពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំភាពតានតឹងដែលកំពុងកើតឡើងយ៉ាងគំហុកនេះបានគំរាមកំហែងអូសបន្លាយប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរឲ្យវិលទៅរកចំនួនវិញត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខានៅទីក្រុងកាឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាដើម្បីធ្វើឲ្យបទឈប់បាញ់ដែលបញ្ចប់ការប្រយុទ្ធគ្នារយៈពេល5ថ្ងៃកាលពីខែកក្កដាคล้ายទៅជាបទឈប់បាញ់ជាផ្លូវការលោកត្រាំបានទាញយកកិត្តិយសចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃដែលសហរដ្ឋអាមេរិកចាត់ទុកជាសម្ព័ន្ធមិត្តដ៏សំខាន់ក្រៅពី NATO តាមរយៈការគម្រាមកំហែងកិច្ចចរចាពាណិជ្ជកម្មជាមួយនឹងភាគីនីមួយៗសង្គ្រាមរយៈពេលខ្លីនេះគឺជាចំនួនមួយក្នុងចំណោម8ដែលលោកដូណាល់ត្រាំបានអះអាងថាបានបញ្ចប់ជុំវិញរឿងរ៉ាវនេះមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកត្រាំម្នាក់បានប្រាប់សារព័ត៌មាន Newsweek កាលពីថ្ងៃច័ន្ទថាលោកប្រធានាធិបតីអាមេរិកបដិញ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ហើយរំពឹងថារដ្ឋាភិបាលកម្ពុជានិងថៃនឹងអាចគោរពយ៉ាងពេញលេញនៅបដិញ្ញាចិត្តរបស់ខ្លួនដើម្បីបញ្ចប់ជម្លោះមួយនេះសូមជម្រាបថាតេតងនឹងលោកអនុទិនបានប្រកាសនៅឯមហាវិទ្យាល័យការពារជាតិក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធទី12ខែវិច្ឆិកាឆ្នាំ2025ថាថៃនឹងស្វែងរកដៃគូពាណិជ្ជកម្មជំនួសអាមេរិកបើទីក្រុង Washington យកពន្ធលើសលោកក៏បានប្រាប់ទៅរដ្ឋាភិបាលក្រុងបាងកកផងដែរទុករឿងពន្ធមួយឡែកសិនត្រូវគិតរឿងជាតិនិងប្រយោជន៍ប្រជាពលរដ្ឋជាមុនសិនយ៉ាងណាមកទល់នៅពេលនេះមិនទាន់មានប្រតិកម្មមួយពីសំណាក់មេដឹកនាំមហាអំណាចផុតលេខអាមេរិកលោកដូណាល់ត្រាំតបទៅនឹងការព្រមានរបស់នាយករដ្ឋមន្ត្រីថៃនោះទេប៉ុន្តែសម្ដីនេះប្រហែលជាលោកត្រាំបានជ្រាបរួចមកហើយអញ្ចឹងយើងឃើញថាតេតងនឹងបញ្ហាលោកអនុទិនបាននិយាយគំរាមទៅសហរដ្ឋអាមេរិកវិញដោយព្រមានថាលោកមិនខ្វល់ពីអាមេរិកទេបើសិនជាអាមេរិកដំឡើងពន្ធមកលើប្រទេសថៃនឹងដកខ្លួនចេញពីការរកស៊ីជាមួយនឹងអាមេរិកដើម្បីរកដៃគូថ្មីហើយតេតងបញ្ហានេះដែរយើងឃើញថាទោះបីមហាអំណាចគៀបសង្កត់លើពាណិជ្ជកម្មក្តីតែថៃគឺមិនខ្លាចពីការដាក់គំនាបនេះទេហើយទាំងដែលថៃហ៊ានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃដោយមានសាក្សីគឺលោកដូណាល់ត្រាំគាត់ជាអ្នកចូលរួមធ្វើជាសាក្សីនិងលោកអាន់វ៉ាប្រាហ៊ីមជាប្រធានអាស៊ានផងដែរអញ្ចឹងយើងឃើញថាថៃគឺមិនខ្លាចអ្នកណាទេទោះបីអ្នកណាចង់ធ្វើអីគឺធ្វើទៅអត់ខ្វល់តែសំខាន់គេចង់បានប្រជាប្រិយនិងអំណាចបន្តខ្លួនរបស់គេអញ្ចឹងពុកម៉ែបងប្អូនយើងគិតថាទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះសុខចិត្តមករករឿងយើងទាំងដែលខ្លួនកំពុងតែវេទនាជន់លិចបនជន់លិចខ្ទេចអស់តែម្ដងទៅស្រួលជាងព្រោះអីបាក់តនុបធំមួយទៀតទៅខ្ទេចបដ ாய் ប្រទេសថៃកុំឲ្យវាមាននៅលើលោកនេះទៀតអានេះនៅលើលោកនេះចង្រៃជាងគេហ្មងគឺគ្មានចង់ឲ្យអ្នកណាសុកនៅជាមួយវាទេបងប្អូនមើលទៅនៅតាមព្រំដែនជាប់ជាមួយនឹងប្រទេសថៃគឺគ្មានបានក្តីសុខទេដោយសារតែថៃនេះគឺជាមនុស្សដែលចង់បានទឹកដីគេតែម្ដងសម្រាប់តាមដានស្ដាប់នៅព័ត៌មានហើយយើងនឹងជម្រាបជូនបើសិនជាមានព័ត៌មានថ្មីជាបន្តទៀតផងដែរ